សម្ដេចមហារដ្ឋសភាធិការធិបតីខួនសុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី7នៃព្រឹកថ្ងៃទី12ខែឧសភាឆ្នាំ2026ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានិងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអគ្គិសនីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាមានចំនួន8ជំពូកនិង20មាត្រារាជរដ្ឋាភិបាលនីតិកាលទី7បានបន្តនិរន្តរភាពគោលការណ៍គ្រឹះរឹងមាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនហើយកងយុទ្ធពលខេមរភូមិន្ទបានកំពុងអនុវត្តភារកិច្ចការពារជាតិចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិនិងជួយសង្គ្រោះគ្រប់រូបភាពនិងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលទាន់ពេលវេលាកាតព្វកិច្ចយោធាគឺជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តមឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជានិងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្ដុះបណ្ដាលស្មារតីស្នេហាជាតិអប់រំផ្នែកគំនិតនិងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិក្រោយពីបានពិភាក្សាយ៉ាងផុសផុសតាមនីតិវិធីរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាជាឯកច្ឆន្ទក្នុងសម្លេងគាំទ្រចំនួន114នៃចំនួនសមាជិករដ្ឋសភាទាំងមូលសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមរួមមាន3មាត្រារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យថាមពលទាំងប្រភពថាមពលនិងបណ្ដាញបញ្ជូនអគ្គិសនីដើម្បីធានានិរន្តរភាពស្ថិរភាពប្រសិទ្ធភាពតម្លៃសមរម្យនិងឆ្លើយតបទៅនឹងកំណើនតម្រូវការអគ្គិសនីក្រោយពីបានពិភាក្សាយ៉ាងផុសផុសតាមនីតិវិធីរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមជាឯកច្ឆន្ទដោយមានសម្លេងគាំទ្រចំនួន114សម្លេងនៃសមាជិករដ្ឋសភាទាំងមូលក្នុងឱកាសដឹកនាំកិច្ចប្រជុំវិសាមញ្ញនីតិកាលទី7សម្ដេចមហារដ្ឋសភាធិការធិបតីខួនសុដារីប្រធានរដ្ឋសភាជំនួសមុខឲ្យតំណាងរាស្ត្រទាំង125រូបដែលជាតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានបង្ហាញចំហគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហរម៉ឺងម៉ាត់និងឆ្លៀសវៃរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃទាំងដែនទឹកដែនគោកតាមរយៈយន្តការសន្តិវិធីដែលមានស្រាប់នឹងច្បាប់អន្តរជាតិរដ្ឋសភាបានសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសបន្តរួបរวมគ្នាជាធ្លុងមួយក្រោមស្មារតីស្នេហាជាតិស្មោះត្រង់ជឿជាក់គាំទ្ររាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃនិងកសាងមាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។